សរថថធុងទឹកសួស្តីកូនថ្ងៃនេះរៀនសរសេរនិងផាត់ពណ៌ជាមួយបងទន្សាយទាំងអស់គ្នាថ្ងៃនេះបងប្រើ color ទឹកពណ៌លឿងចាស់ដើម្បីមកសរសេរអក្សរថតោះមកសរសេរអក្សរថជាមួយបងទាំងអស់គ្នាណាបងសរសេរមួយដើម្បីឲ្យបងអូនងាយស្រួលក្នុងការមើលនិងសរសេរតាមឥឡូវអក្សរថរបស់បងរួចរាល់ហើយបន្តមកទៀតបងនឹងសរសេរអក្សរថម្ដងទៀតបងអូនចេះសរសេរអក្សរថហើយឬនៅបើមិនទាន់ទេមកសរសេរជាមួយបងប្រើ Word ពណ៌ខ្មៅដើម្បីមកសរសេរអក្សរថម្ដងទៀតតោះមកសរសេរជាមួយបងមកបងសរសេរមួយជឿដើម្បីបងអូនងាយស្រួលក្នុងការមើលហើយសរសេរតាមបងចាឥឡូវអក្សរថរបស់បងរួចរាល់ហើយអញ្ចឹងបងមកផាត់ពណ៌ដោយប្រើ color Word ម្ដងដំបូងឡើយបងប្រើ color ពណ៌លឿងចាស់ផាត់ថានៅលើអក្សរថរបស់យើងបងអូនយក color Word របស់បងអូនមកផាត់ជាមួយបងដែរមកចង់ដាក់ពណ៌អ្វីក៏បានចង់លីពណ៌ក៏បានឬប្រើតែមួយពណ៌ក៏បានដែរចំពោះអក្សរថនេះបងប្រើតែមួយពណ៌ទេឥឡូវរួចរាល់ហើយចឹងបងនឹងសរសេរអក្សរថម្ដងទៀតដើម្បីយើងផាត់ color ទៀនម្ដងសរសេរតាមបងអញ្ចឹងមកចាឥឡូវអក្សរថរបស់បងរួចរាល់មួយទៀតហើយអញ្ចឹងបងប្រើ color ទៀនម្ដងបងប្រើ color ទៀនពណ៌បៃតងផាត់ថានៅលើអក្សរថបងអូនយក color ទៀនរបស់បងអូនមកផាត់ជាមួយបងដែរមកកុំសង្កត់ខ្លាំងពេកផាត់ថាបានហើយទើបចេញពណ៌ស្អាតចាឥឡូវអក្សរថរបស់បងរួចរាល់មួយទៀតហើយឥឡូវបងប្រើដីឥដ្ឋពណ៌ក្រហមពណ៌ផ្កាឈូកមកកាច់ទម្រង់ធ្វើជាអក្សរថម្ដងយកដីឥដ្ឋរបស់បងអូនមករៀនធ្វើជាមួយបងទាំងអស់គ្នាដំបូងឡើយយើងលុញដីឥដ្ឋរបស់យើងឲ្យក្លាយជារាងទ្រវែងដើម្បីងាយស្រួលក្នុងការកាច់ធ្វើជាអក្សរបងអូនកាច់តាមបងអញ្ចឹងមកបើស្ទើរយើងអាចថែមបានឥឡូវបងថែមម្ដុំទៀតដើម្បីដាក់សក់អក្សរថតានអក្សរថរបស់បងរួចរាល់ហើយអក្សរថ